អង្គព្រះត្រង់ញៀនមានដែលជាងសំដែងព្រះអានន្ទថារតែដែលចាំងបទៅណាទៅបានដោយសារអមឫសីតថាគតចាក្រមគ្រាហើយនាលអានន្ទអើយមានមមអីដោយរតែចាំងអមឫសីវោសាឆ្នាំថ្មី80ហើយក្រោយព្រះអានន្ទទ្រង់ចេញផុតពីព្រះសម្ពុទ្ធមិនយូរឡើយក្រោយផនតាហាថ្ងៃត្រង់ហើយមាមិនកន្តើយកលសាស្តាឆ្នាំម្សាញ់កាលមាថ្ងៃអាទិត្យពេញបរមីពិនថ្ងៃនោះណាព្រះអង្គទ្រង់ដឹងអាយុសង្ខារចំពោះមុំមាគ្រានោះឯងនៅមាបាវាឡាចេតីវាយវេសាល័យក្រៅកំផែងក៏ក្រៅធរណីក្រុមកន្លែងក៏លន់ខ្វាត់ខ្វែងតួអាកាំងក្រោយមកពីខោជួបជុំគ្នាអង្គព្រះភគវាទ្រង់បានត្រាំងសំដែងគាថាអង្គចានឹងរំលឹងយ៉ាងច្បាស់ត្រាំងអវានទ្រង់បានត្រាថាសង្ខារទាំងឡាយតែងតែអន្តរាយវិញ្ញាណខូចខាតចូលអ្នកទាំងឡាយកំបីប្រមាណប្រឹងប្រែងសង្វារដោយសម្រេចការភាយដែលស្មុនឆ្នាំងដំដន់ដោយដីដោយក្តីខំក្តីឆៅឆ្អិនយ៉ាងណាចុងក្រោយរមែងតែមានកិរិយាបែកធ្លាយធម្មតានេះជាការពិតយ៉ាងណាជីវិតសំសាននេះក៏ក្មេងចាំងមានក្រពៀឬបណ្ឌិតចុងក្រោយរមែងតែស្លាំពិនបាត់បង់ជីវិតក៏យ៉ាងនោះដែរជីវិតថាគុណមានប្រមាណតិចក៏រំពៀពេញអិនកេញកែប្រែពីថ្ងៃនេះទៅនៅត្រឹម3ខែតថាគុណត្រូវតែបរិនិព្វាន3ខែកន្លងយ៉ាងរហ័ងសែនសោកស្ដាយណាស់ព្រះទ្រង់ញៀនវេលាចិនគឺទ្រង់ចូលជាហើយចូលនៅពៀនកន្តាលព្រៃក្នុងខែពិសាថ្ងៃអង្គារឆ្នាំម្សាញ់វេលាចុងរាត្រីថ្ងៃ15កើតពេញបរមីបរិស័ទប្រុសស្រីជុំត្រៀបត្រាទីត្រង់នៅពៀននោះតាំងនៅបែរផ្លូវទៅក្រុងកុសេនារារាំងភ្នំមួយគូសាលប្រឹងសាមានទាំងសេលានៅចន្លោះកំថាឡើយមនុស្សសោយសោកាសូមបីទេវតាឋានទាំងអង្គយំសោកបោកក្រានស្ដាយស្រណងលន់ក៏ក្រាកអង្គភូមិផែនដីទីត្រង់នៅពៀននោះឯលើមានស្ដុំតាំងនៅល្អប្រំប្រៃសំគាល់ទីដែលព្រះចិនស្រីនៅពៀនលើដីកុសេនារាក្នុងស្ដុំមានព្រះបដិមាថ្មក៏សាងយ៉ាងល្អគួរជ្រះថ្លាតំណាងព្រះសម្មាព្រះសាស្តាស្ដុកស្ដឹងកាយាសែនាសូអ្នកទៅដល់ពិនចិនតាន់ចំឃើញដោយព្រះសម្មានៅជ្រងមានស្បង់ជ័យវរថ្វាយផ្លាស់ប្ដូរទាំងនេត្រាហោនិងព្រះអង្គនឹកហាក់ដូចជានៅថ្មីនឹកព្រះចិនស្រីប្រស្រ័យស្រង់នឹកដល់ព្រះធម៌ល្អផូរផង់និងទាំងព្រះសង្ឃអង្គសាវកចាប់តាំងអំពីថ្ងៃនេះទៅសូមដើរតាមផ្លូវព្រះអរិយក្រមលំព្រះធម៌ដ៏ត្រជាក់ផុតពីអន្ទាំងនៃពួកមាសូមឲ្យលោកអ្នកបានសូត្រស្ដាប់ប្រវត្តិសាស្ត្រព្រះភគវាបានសងចម្រើនគ្រប់គ្នាកុំបីឃ្លាគ្រា